បានមកបរិញ្ញាបត្របាទដើម្បីមកទទួលទឹកស្គាំដែលនាំចូលពីប្រទេសមាឡេស៊ីក្នុងនោះយើងដើម្បីយកចូលរួមចំណែកក្នុងការអភិវឌ្ឍគូនៅកម្ពុជាអញ្ចឹងយើងបានធ្វើការនាំចូលទឹកស្គាំមកពីប្រទេសមាឡេស៊ីដើម្បីជួយផ្នែកការអភិវឌ្ឍគូឲ្យប្រសើរឡើងអញ្ចឹងក្នុងការនាំចូលទឹកស្គាំនេះគឺយើងមានបែងចែកជាពីរប្រភេទដែលគូអញ្ចឹងទី1គឺគូទឹកដោះបាទគូទឹកដោះយើងមានពីរប្រភេទដែរគឺប្រភេទគោតំបន់ត្រូពិចនិងគោតំបន់ត្រជាក់ហើយក្នុងការនោះមានគូសាច់យើងមានពូជណៃឡងនិងពូជស៊ូការ៉ាអញ្ចឹងសម្រាប់ក្នុងការនាំចូលទឹកស្គាំនេះដោយយើងមើលឃើញថាក្នុងការបង្បាស់ខាតនៃការចូលរួមចំណែកក្នុងការអភិវឌ្ឍពូជកសិដ្ឋានអាចវេរ៉ែងកម្ពុជាគឺយើងបាននាំចូលទឹកពូជទាំងអស់នេះដើម្បីធ្វើចូលរួមចំណែកធ្វើការដាក់លក់ចែកចាយជូនពុកម៉ែបងប្អូនប្រជាកសិករទូទៅទាំងកសិដ្ឋានខ្នាតតូចខ្នាតធំនៅក្នុងកម្ពុជារបស់យើងដើម្បីក្នុងការអភិវឌ្ឍគូគោឲ្យប្រសើរឡើងដើម្បីឈានទៅរកក្នុងទីផ្សារមួយគឺហៅថាទីផ្សារសកលសម្រាប់ចូលរួមក្នុងការអភិវឌ្ឍពូជកែប្រែពូជគោដែលមានស្រាប់នៅក្នុងកម្ពុជារបស់យើងដែលមានស្រាប់អញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការសម្រាប់គេហៅថាចង់បានទឹកពូជក្នុងការអភិវឌ្ឍពូជគោនៅកម្ពុជាពិសេសទៅលើពូជគោសេដ្ឋកិច្ចការពូជគោទឹកដោះនិងពូជគោសាច់នៅកម្ពុជាតម្រូវការបច្ចុប្បន្ននេះដើម្បីចូលរួមក្នុងការអភិវឌ្ឍពូជអញ្ចឹងសូមពុកម៉ែបងប្អូនតំណែងមកការដ្ឋាន i7 ក្នុងនោះសម្រាប់ទឹកស្គាំទាំងអស់គ្នានេះទាំងអស់នេះដែលយើងនាំចូលនេះគឺជាមានជាង10000ដុសបាទដែលនាំចូលពីប្រទេសប្រេស៊ីតែដងបាទហើយសម្រាប់ពុកម៉ែបងប្អូនដែលត្រូវការអាចទាក់ទងមកលេខទូរស័ព្ទតាក់ទងតាមเพจរបស់ការដ្ឋាន i7 ឬមួយក៏មកតាមเพจទូរស័ព្ទខ្ញុំតតែម្ដងដើម្បីប្រឹក្សាយោបល់ហើយចូលជំរាបជូនដល់ពុកម៉ែបងប្អូនថាសម្រាប់ពូជគោទឹកដោះយើងមានពូជតំបន់ត្រជាក់និងតំបន់ត្រូពិចអញ្ចឹងក្នុងនោះយើងមានពូជជេស៊ីពូជរ៉ូឡេតូបាទតែថាស្របតាមតម្រូវការពុកម៉ែបងប្អូនដែលចង់បានពិសេសសម្រាប់គេហៅថាបំពេញតម្រូវការខ្វះខាតក្នុងការផ្គត់ផ្គង់ទៅលើពូជគោសាច់និងគោទឹកដោះដែលមានតម្រូវការចាំបាច់នៅក្នុងពេលបច្ចុប្បន្នទៅថ្ងៃអនាគតបាទសូមគោរពសូមអរគុណ